សេវៈអវតារ19អង្គសុរេស្វរៈអវតារអង្គទី9របស់ព្រះសិវៈពាក្យថាសុរេស្វរៈមកពីពាក្យសុរៈបូកជាមួយអ៊ីស្វរៈសុរៈប្រែថាទេវតារីឯអ៊ីស្វរៈប្រែថាដែលជាធំជាចម្បងឬជាកំពូលលើគេពេលរួមបញ្ចូលគ្នាទើបបង្កើតបានជាពាក្យសុរេស្វរៈប្រែថាអ្នកដែលជាធំលើពួកទេវតាពាក្យសុរេស្វរៈនេះគឺមានអត្ថន័យដូចគ្នាទៅនឹងពាក្យថាសុរបតីសុរាធិបតីសុរនីតសុររាជសុរិនឬសុរិនដែលសុទ្ធតែប្រើសម្ដៅដល់ព្រះឥន្ទទាំងអស់ប៉ុន្តែហេតុអ្វីបានជាពាក្យសុរេស្វរៈក្នុងទីនេះបែរជាប្រើសម្ដៅទៅដល់អវតាររបស់ព្រះសិវៈទៅវិញតើអវតាររបស់ព្រះសិវៈអង្គនេះមានជាប់ទាក់ទងអ្វីជាមួយព្រះឥន្ទឬជឿជាក់ថាអ្នកទាំងអស់គ្នាប្រកាសជាយល់មិនខានបន្ទាប់ពីបានស្ដាប់ដំណើររឿងរបស់ឥសីក្មេងមួយរូបឈ្មោះឧបមញ្ញុដែលខ្ញុំនឹងធ្វើការពិពណ៌នាដូចតទៅឧបមញ្ញុគឺជាបុត្ររបស់ឥសីវយាក្របាតដែលឥសីវយាក្របាតជាបិតាលោកបានចេញដំណើរទៅបំពេញតបៈបាត់ស្ងាត់គ្មានដំណឹងតាំងពីឧបមញ្ញុទើបនឹងកើតមកម្លេះហេតុដូច្នេះហើយទើបឧបមញ្ញុត្រូវបានចិញ្ចឹមបីបាច់នៅក្នុងសំណាក់អាស្រមរបស់អ៊ំប្រុសតែដោយសារជីវភាពក្រខ្សត់ពេកទើបពួកគេគ្មានលទ្ធភាពសូម្បីតែស្វែងរកអាហារឬរបស់ល្អៗឲ្យឧបមញ្ញុបានចំអែតផ្ទៃឡើយថ្ងៃមួយឧបមញ្ញុបានរត់ចូលទៅក្នុងអាស្រមរៀបរាប់ប្រាប់ម្ដាយអំពីសេចក្តីស្រេកឃ្លានរបស់ខ្លួនខណៈម្ដាយរបស់គេដែលកំពុងតែអង្គុយសញ្ជប់សញ្ជឹងផ្អែកនឹងជញ្ជាំងក្នុងកាយវិការផ្លឹកអស់សង្ឃឹមក៏មិនដឹងថាគួរឆ្លើយតបជាមួយកូនយ៉ាងណាដែរព្រោះថ្ងៃនេះនាងគ្មានអាហារឲ្យកូនបរិភោគទេភ្លាមនោះឧបមញ្ញុក្រឡេកទៅឃើញឆ្នាំងដីដល់ទៅ3នៅក្បែរចង្ក្រាននឹកស្មានថាម្ដាយបានចំអិនអាហារឆ្ងាញ់តុកឲ្យគេហើយទើបគេទទូចសុំឲ្យម្ដាយជួយដួសអាហារមកបញ្ចុកតែម្ដាយរបស់គេនៅតែបង្ហាញអាការៈក្រៀមក្រំទឹកមុខស្រពាប់ស្រពោននិងមិនព្រមនិយាយស្ដីអ្វីដដែលឃើញដូច្នោះឧបមញ្ញុក៏សម្រេចចិត្តថានឹងទៅមើលដោយខ្លួនឯងស្រាប់តែម្ដាយរបស់គេស្រែកឃាត់យ៉ាងលឿនដោយកុហកថាឆ្នាំងនោះក្តៅណាស់កូនទៅអង្គុយសិនចុះចាំម៉ែដួសឲ្យបន្ទាប់មកម្ដាយរបស់ឧបមញ្ញុក៏ចាប់ផ្ដើមបើកគម្របឆ្នាំងម្ដងមួយទាំងឧបមញ្ញុក៏រងចាំអ៊ុតមើលទាំងអន្ទះសាតែជាលទ្ធផលក្នុងឆ្នាំងទាំងអស់នោះគ្មានរបស់អ្វីសូម្បីបន្តិចឧបមញ្ញុមានការងឿងឆ្ងល់យ៉ាងខ្លាំងទើបសួរទៅកាន់ម្ដាយហើយម្ដាយរបស់គេក៏នៅតែបន្តកុហកថានៅក្នុងឆ្នាំងមានសុទ្ធតែអាហារឆ្ងាញ់ដូចជាតាលខៀរនិងពូរីគេមិនអាចមើលឃើញវាទេព្រោះវាគឺជាអាហារពិសេសតែយ៉ាងណាក៏អាចរីករាយក្នុងការឆីវាបានដែរក្លិនរបស់វាឈ្ងុយណាស់ឧបមញ្ញុបាននិយាយទៅកាន់ម្ដាយតាមនិស្ស័យក្មេងដែលនិយាយត្រង់ថាខ្លួនមិនបានធំក្លិនឈ្ងុយអីផងម្ដាយរបស់គេបានព្យាយាមនិយាយលួងលោមថាអីចេះចោះពេលម៉ែដួសឲ្យកូននឹងបានធំក្លិនឈ្ងុយមិនខានតែកូនត្រូវតាំងចិត្តឲ្យស្ងប់មានតែក្មេងដែលមានលក្ខណៈពិសេសប៉ុណ្ណោះដែលអាចធំក្លិនឈ្ងុយរបស់វាម្ដាយរបស់ឧបមញ្ញុបានធ្វើកាយវិការដួសអាហារម្ដងមួយវែកនិងសួរទៅកាន់កូនថាយ៉ាងម៉េចដែរមានធំក្លិនឈ្ងុយហើយឬនៅឧបមញ្ញុហេតុតែជាកូនស្ដាប់បង្គាប់ទើបព្យាយាមធ្វើតាមម្ដាយគ្រប់យ៉ាងដោយគេស្មឹងស្មាតមួយផ្លេតហើយក៏និយាយទៅកាន់ម្ដាយទាំងទឹកមុខរីករាយថាខ្លួនបានធំក្លិនឈ្ងុយហើយនិងចាប់ផ្ដើមច្បិចអាហារដាក់ចូលមាត់យ៉ាងទំនងទាំងដែលគ្មានអ្វីសោះស្របពេលដែលម្ដាយរបស់គេក៏បានត្រឹមតែលួចយំក្នុងចិត្តអាណិតកូនទ្វេដងដែលត្រូវខ្លួនកុហកឲ្យឆីអាហារខ្យល់ស្ទើរតែរាល់ថ្ងៃថ្ងៃមួយពេលដែលឧបមញ្ញុកំពុងតែលេងជាមួយក្មេងៗដទៃទៀតគេបានឃើញក្មេងម្នាក់មៀតធំកំពុងផឹកទឹកដោះគោយ៉ាងច្រើននិងបានឮក្មេងៗនិយាយគ្នាថាការផឹកទឹកដោះគោរាល់ថ្ងៃនឹងធ្វើឲ្យរាងកាយរឹងមាំនិងឆាប់ធំធាត់ធ្វើឲ្យឧបមញ្ញុអស់អារម្មណ៍ក្នុងការលេងនិងបានរត់ទៅអាស្រមដើម្បីសុំទឹកដោះគោពីម្ដាយហើយម្ដាយក៏ប្រាប់ថាអត់មានទេគេអាចផឹកទឹកដោះគោបានគឺលុះណាតែមានអ្នកមកបរិច្ចាគឬ
ពេលមានបនទៀនម្ដងប៉ុណ្ណោះតែឧបមញ្ញុមិនព្រមនៅតែនិយាយពាក្យដដែលថាកូនចង់ផឹកទឹកដោះគោកូនចង់ផឹកទឹកដោះគោទើបម្ដាយរបស់គេដើរទៅយកក្អមមួយហុចឲ្យគេពេលឧបមញ្ញុអោនមើលហើយមិនឃើញមានអ្វីនៅក្នុងនោះគេក៏ប្រាប់ទៅម្ដាយថាគេមិនចង់ផឹកទឹកដោះគោពិសេសទេគេចង់ផឹកទឹកដោះគោពិតប្រាកដដែលអាចមើលឃើញនិងប៉ះពាល់បានម្ដាយរបស់ឧបមញ្ញុទាល់ដំរេះមិនដឹងថានិយាយលួងលោមកូនយ៉ាងណាទៀតទើបដើរទៅយកម្សៅលាយជាមួយទឹកឲ្យមើលទៅឃើញសមកឲ្យគេឧបមញ្ញុសប្បាយចិត្តណាស់គិតថានេះគឺជាទឹកដោះគោពិតប្រាកដគេមិនទាន់ផឹកភ្លាមទេគឺគេបានយកវាទៅអួតប្រាប់ក្មេងដទៃសិនតែពេលក្មេងដទៃឆ្ងោកមើលនិងលូកដៃរាវមើលក៏ដឹងភ្លាមថានោះមិនមែនជាទឹកដោះគោក៏នាំគ្នាអស់សំណើចយ៉ាងខ្លាំងនិងនិយាយចំអកចំអន់ទៅកាន់ឧបមញ្ញុថាគ្រាន់តែទឹកដោះគោក៏ឯងមិនស្គាល់ដែរធ្វើឲ្យឧបមញ្ញុមានការខកចិត្តខ្មាស់មិត្តភ័ក្តិនិងប្រញាប់រត់ត្រឡប់ទៅអាស្រមវិញឧបមញ្ញុបានសួរម្ដាយថាហេតុអ្វីបានជាម៉ែកុហកកូនពួកគេនាំគ្នាសើចចំអកឲ្យកូនហេតុអ្វីបានជាម៉ែធ្វើបែបនេះកូនមិនត្រូវការម្សៅលាយទឹកនេះទេកូនត្រូវការទឹកដោះគោ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 ម្ដាយរបស់ឧបមញ្ញុទ្រាំមិនបានក៏កញ្ឆក់យកក្អមពីដៃកូនទៅបោកចោលបែកខ្ចាយនិងនិយាយដោយអារម្មណ៍ខឹងមួយឆាវថាចង់ផឹកទឹកដោះគោហ៎មិនមិនទៅសុំពីបិតាកូនឯងទៅឧបមញ្ញុទម្លាក់ទឹកមុខបន្តិចព្រមទាំងនិយាយថាកូនមិនដែលឃើញមុខបិតាផងតើឲ្យកូនទៅរកបិតានៅឯណាទៅម្ដាយរបស់ឧបមញ្ញុស្រក់ទឹកភ្នែកបណ្ដើរនិយាយប្រាប់កូនបណ្ដើរថាកូនឯងទៅសុំពីបិតាដែលជាបិតារបស់ម៉ែផងជាបិតារបស់កូនឯងផងនិងជាបិតានៃចក្រវាលនេះផងគ្រាន់តែម្ដាយនិយាយប៉ុណ្ណឹងឧបមញ្ញុក៏យល់ភ្លាមថាម្ដាយរបស់គេចង់សម្ដៅទៅលើមហាទេពសិវៈនឹងឯងដូច្នេះចាប់តាំងពីពេលនោះមកមិនថាពេលថ្ងៃឬពេលយប់មិនថាពេលកំពុងធ្វើកិច្ចការឬពេលកំពុងលេងឧបមញ្ញុតែងតែសូត្រភាវនាសំទឹកដោះគោពីព្រះសិវៈជារឿយនៅយប់មួយម្ដាយរបស់គេប្រាប់ថាការទទួលបានពរពីព្រះសិវៈមិនមែនជារឿងងាយស្រួលទេលុះណាតែអ្នកនោះដាក់ចិត្តដាក់កាយបំពេញតបៈយ៉ាងតឹងរឹងបំផុតទើបអាចទទួលបានពេលឮដូច្នោះឧបមញ្ញុក៏បាននិយាយប្រាប់ម្ដាយថាគេនឹងបំពេញតបៈដើម្បីធ្វើឲ្យព្រះសិវៈទ្រង់សពប្រតិទាល់តែបានតែម្ដាយរបស់គេប្រាប់ថាការបំពេញតបៈក៏មិនមែនជារឿងងាយស្រួលដែរគេនៅក្មេងណាស់ចាំធ្វើពេលធំឡើងក៏បានមិនយូរប៉ុន្មានឧបមញ្ញុនិងម្ដាយរបស់គេក៏គេងលង់លក់អស់ទៅតែអារម្មណ៍របស់ឧបមញ្ញុនៅតែរវើរវាយនឹកឃើញពីសម្ដីរបស់ម្ដាយដែលនិយាយប្រាប់អំពីការបំពេញតបៈចំពោះព្រះសិវៈរហូតធ្វើឲ្យគេភ្ញាក់ខ្លួនព្រឺតនិងសម្រេចចិត្តដើរចូលទៅក្នុងព្រៃក្នុងរាត្រីស្ងាត់ជ្រងំឮតែសំឡេងសត្វយំដ៏គួរឲ្យព្រឺព្រួចដោយមិនឲ្យម្ដាយរបស់គេដឹងឡើយឧបមញ្ញុដើរចូលក្នុងព្រៃកាន់តែជ្រៅទាំងដែលដឹងថាអាចនឹងមានគ្រោះថ្នាក់តែគេមិនបានរាថយឡើយគឺនៅតែបន្តដំណើរទៅមុខដោយភាពក្លាហានក្នុងគោលបំណងស្វែងរកទីតាំងមួយដ៏ល្អសមរម្យដើម្បីធ្វើតបៈនៅទីបំផុតឧបមញ្ញុក៏បានជួបប្រទះនឹងសត្វចចកដ៏កាចសាហាវមួយហ្វូងដែលកំពុងបញ្ចេញចង្កូមសស្ងាចអមដោយសំឡេងក្រហឹមដ៏គួរឲ្យខ្លាចនិងបោះជំហានលោបចូលទៅកាន់តែគៀកខ្លួនរបស់គេឃើញដូច្នោះឧបមញ្ញុព្យាយាមតាំងស្មារតីបិទភ្នែកផ្ចង់អារម្មណ៍សូត្រភាវនាដល់ព្រះសិវៈហើយព្រះសិវៈទ្រង់ក៏ជួយការពារឧបមញ្ញុពីពួកសត្វចចកទាំងអស់នោះពេលឧបមញ្ញុបើកភ្នែកឡើងហើយមិនឃើញមានសត្វចចកទៀតគេមានអារម្មណ៍រីករាយយ៉ាងខ្លាំងហើយប្រកាសក្នុងចិត្តថាគ្មាននរណាផ្សេងជួយគេក្រៅពីព្រះសិវៈនោះទេគេបានគោរពអរគុណចំពោះព្រះអង្គរួចហើយក៏ដើរតម្រង់ទៅកន្លែងមួយដែលសមគួរដល់ការបំពេញតបៈឧបមញ្ញុបានចាប់ផ្ដើមពូនដីកសាងសិវលឹង្គបណ្ដើរសូត្រថ្វាតឈីព្រះនាមព្រះសិវៈបណ្ដើរប៉ុន្តែដីដែលគេពូនផ្ដំនោះមិនអាចចេញជារូបរាងសិវលឹង្គបានឡើយហើយបើទោះបីគេផ្លាស់ប្ដូរទីកន្លែងពូនម្ដងហើយម្ដងទៀតក៏នៅតែបរាជ័យដដែលឧបមញ្ញុគិតថាប្រហែលជាខ្លួនបានធ្វើអ្វីខុសហើយមើលទៅបានជាមិនអាចសាងសិវលឹង្គបានសោះរំពេចនោះគេក៏នឹកឃើញដល់ការបង្រៀនរបស់ម្ដាយគឺពេលកូនចាប់ផ្ដើមធ្វើកិច្ចការអ្វីមួយកូនត្រូវធ្វើការគោរពបូជាដល់ព្រះកណេសជាមុនសិនហេតុនេះឧបមញ្ញុក៏អង្គុយចុះនៅចំពោះមុខពំនូកដីហើយតាំងចិត្តគោរពបូជាដល់ព្រះកណេសនិងចាប់ផ្ដើមពូនដីកសាងសិវលឹង្គម្ដងទៀតរហូតបានសម្រេចដូចបំណង
ឧបមញ្ញូបានបំពេញតបៈរហូតមានពន្លឺជះចេញពីរាងកាយនិងអណ្ដាតខ្លួនផុតពីដីខណៈព្រះសិវៈនិងព្រះម៉ែឧមាពួកទ្រង់ក៏បានទតឃើញគ្រប់យ៉ាងព្រះម៉ែឧមាទ្រង់បានសន្ទនាជាមួយព្រះសិវៈថាសាវកតូចរបស់ព្រះអង្គបានបំពេញតបៈរហូតមានបុណ្យបារមីគ្រប់គ្រាន់ក្នុងការឲ្យព្រះអង្គយាងទៅបង្ហាញព្រះកាយហើយតែព្រះសិវៈទ្រង់មានបន្ទូលថាទេវីមាគ៌ានៃការឧទ្ទិសខ្លួននិងការបំពេញតបៈក្មេងម្នាក់នេះទើបនឹងប្រឈមមុខជាមួយឧបសគ្គម្ដងប៉ុណ្ណោះហើយគេក៏បានឆ្លងផុតដោយជោគជ័យតែអ្នកដែលដើរនៅលើមាគ៌ាសុចរិតធម៌នឹងត្រូវជួបឧបសគ្គដ៏ច្រើនដូចជាភាពលោភលន់ការបែកអារម្មណ៍បញ្ហាប្រឈមខាងក្រៅនិងអារម្មណ៍ភ័យខ្លាចដូច្នេះគេចាំបាច់ត្រូវតែបញ្ជាក់ថាគេស័ក្តិសមនឹងជួបជាមួយយើងឬក៏អត់ភ្លាមនោះព្រះម៉ែឧមាក៏បានសុំឱកាសចូលខ្លួនទៅធ្វើការសាកល្បងចំពោះឧបមញ្ញុតែម្ដងដោយព្រះម៉ែឧមាទ្រង់បាននិមិត្តព្រះកាយជាមេគោកាមធេនុទៅប្រទានទឹកដោះគោដល់ឧបមញ្ញុធ្វើឲ្យឧបមញ្ញុហុចដៃទទួលយកភាជទឹកដោះគោនោះទាំងអារម្មណ៍រីករាយតែគេស្រាប់តែនឹកឃើញដល់រឿងកន្លងមកគ្រប់យ៉ាងទាំងការសើចចំអករបស់ក្មេងៗដែលជាមិត្តភក្តិការប្រាប់អំពីវិធីធ្វើតបៈចំពោះព្រះសិវៈនិងការតាំងចិត្តរបស់ខ្លួនក្នុងការបំពេញតបៈឲ្យបានសម្រេចដើម្បីឲ្យព្រះសិវៈយាងមកបញ្ចុកទឹកដោះគោដល់ខ្លួនឲ្យបានហេតុនេះគេក៏សម្រេចចិត្តថានឹងមិនផឹកទឹកដោះគោនេះទេដោយគេបានសុំអនុញ្ញាតពីមេគោកាមធេនុដើម្បីថ្វាយដល់ព្រះសិវៈជំនួសវិញតាមរយៈការស្រោចស្រពគោរពបូជាចំពោះសេវលឹង្គទាំងដែលខ្លួនឯងកំពុងឃ្លានដូច្នេះគេអាចឆ្លងផុតការសាកល្បងនេះម្ដងទៀតប៉ុន្តែការសាកល្បងថ្មីក៏កំពុងរងចាំគេដែរគឺការសាកល្បងអំពីការផ្ចង់អារម្មណ៍មិនត្រូវបានទាក់ទាញដោយរបស់អ្វីផ្សេងលើកនេះព្រះសិវៈទ្រង់បានបញ្ជាឲ្យព្រះច័ន្ទទៅធ្វើការសាកល្បងម្ដងដោយព្រះច័ន្ទបានបង្ហាញព្រះកាយនៅចំពោះមុខឧបមញ្ញុព្រមជាមួយថោអក្សយកលាឬជាថោវិសេសដែលមានទឹកដោះគោហូរចេញមិនចេះអស់ស្រោចស្រពទៅលើសេវលឹង្គដើម្បីញ៉ាំងចិត្តឧបមញ្ញុឲ្យកម្រើកញាប់ញ័រចង់បានវាព្រះច័ន្ទទ្រង់មានបន្ទូលថាក្មេងតូចអាស្រ័យការបំពេញតបៈរបស់ឯងពេលនេះឯងនឹងក្លាយជាម្ចាស់ថោទឹកដោះគោនេះហើយចូលឯងទទួលយកវាហើយជួយអ្នកដទៃដោយប្រើប្រាស់ថោនេះចុះសម្រាប់ឧបមញ្ញុចិត្តមួយគឺពិតជាចង់បានថោនេះណាស់ដើម្បីប្រើប្រាស់ជាប្រយោជន៍ជួយដល់អ្នកដទៃដែលក្រខ្សត់តែពេលគិតពិចារណាឲ្យបានវែងឆ្ងាយទៅភាពក្រខ្សត់នៅក្នុងលោកមិនអាចលុបបំបាត់ដោយសារការជួយចិញ្ចឹមពួកគេទេវាមានតែបង្កើនភាពខ្ជិលច្រអូសសម្រាប់មនុស្សវានឹងធ្វើឲ្យភាពក្រីក្រកាន់តែមានការកើនឡើងដោយគ្មានទីបញ្ចប់វាគឺជាគោលបំណងរបស់គេក្នុងការធ្វើខ្លួនជាប្រយោជន៍សម្រាប់សុខុមាលភាពរបស់អ្នកគ្រប់គ្នានាថ្ងៃអនាគតតែពេលនេះចិត្តគំនិតរបស់គេបានផ្ដោតទៅលើតែការគោរពបូជាចំពោះព្រះសិវៈប៉ុណ្ណោះដូច្នេះគេនឹងមិនត្រូវបានអន្តោងចិត្តឲ្យងាករេចាកសមាធិឬញ៉ាំងឲ្យខ្លួនគេឃ្លាតចាកទីជាដាច់ខាតដរាបណាព្រះសិវៈមិនទាន់បង្ហាញព្រះកាយនៅចំពោះមុខគេទេនោះព្រះច័ន្ទទ្រង់មានបន្ទូលថាប្រសិនបើដូច្នោះមានតែឧបមញ្ញុត្រូវបាត់បង់ធម៌វិសេសនេះហើយតែឧបមញ្ញុតបថាតើឲ្យគេបាត់បង់របស់ដែលគេមិនធ្លាប់មានវាបានយ៉ាងដូចម្ដេចទៅម្យ៉ាងទៀតគេកំពុងដើរនៅលើមាគ៌ានៃការឧទ្ទិសខ្លួនហេតុដូច្នោះគេក៏មិនស្ទាក់ស្ទើរក្នុងការលះបង់អ្វីមួយដែរព្រះច័ន្ទទ្រង់សពប្រតិនឹងសម្ដីរបស់ឧបមញ្ញុខ្លាំងណាស់ហើយទ្រង់ក៏កើតសរសើរខ្លាំងផងដែរដែលគេអាចឆ្លងផុតដំណាក់កាលសាកល្បងរបស់ទ្រង់ការឧទ្ទិសខ្លួនយ៉ាងមុតមាំរបស់ឧបមញ្ញុបានធ្វើឲ្យព្រះច័ន្ទបរាជ័យក្នុងការបង្វែរអារម្មណ៍របស់គេឲ្យងាករេចាកការបំពេញសមាធិប៉ុន្តែឧបមញ្ញុនៅត្រូវប្រឈមមុខជាមួយឧបសគ្គឬការសាកល្បងផ្សេងទៀតគឺថាគ្រានោះព្រះគោនន្ទីដែលជាយានជំនិះរបស់ព្រះសិវៈបានទូលទៅកាន់ព្រះសិវៈថាបបិទ្ធព្រះអង្គការសាកល្បងទៅលើភាពលោភលន់ការលបួងឲ្យងាកទៅចាប់អារម្មណ៍រឿងផ្សេងគឺសុទ្ធតែបរាជ័យទាំងអស់ប៉ុន្តែតើគេអាចនៅទីនោះបានទេប្រសិនបើគេត្រូវបានបង្ខំឲ្យចាក់ចេញដោយប្រើកម្លាំងដ៏គួរឲ្យភ័យខ្លាចព្រះសិវៈទ្រង់មានបន្ទូលថានន្ទីចុះហេតុអ្វីអ្នកមិនទៅសាកល្បងគេតាកតងនឹងរឿងនេះទៅនន្ទីយល់ពីន័យរបស់ព្រះសិវៈទើបចាប់ផ្ដើមនិមិត្តប្រកាយជាដំរីអៃរវ័នដែលជាយានជំនិះរបស់ព្រះឥន្ទដើម្បីធ្វើការសាកល្បងឧបមញ្ញុដោយនន្ទីក្នុងទម្រង់ជាដំរីអៃរវ័នបានបញ្ចេញសម្រែកលន់ឮកងរំពងមុននឹងនិយាយប្រាប់ឲ្យឧបមញ្ញុបញ្ឈប់រាល់សកម្មភាពសូត្រភាវនាជាបន្ទាន់ដោយលើកហេតុផលថាការសូត្រភាវនារបស់គេកំពុងតែជះឥទ្ធិពល
លដល់ឋានសួគ៌តែឧបមញ្ញុមិនខ្វល់ពីការប្រមានអ្វីទាំងអស់ឃើញដូច្នោះដំរីនន្ទីបានបោលសម្ដៅទៅរកឧបមញ្ញុក្នុងគោលបំណងធ្វើឲ្យគេឃ្លាតចាក់ទីប៉ុន្តែបែរជាមិនអាចចូលទៅគៀកគេបានឡើយចុងក្រោយដំរីនន្ទីក៏និយាយថាក្មេងតូចប្រសិនបើឯងឈប់ធ្វើតបៈព្រះឥន្ទដែលជាម្ចាស់របស់យើងនឹងប្រទានឲ្យឯងសម្រេចសេចក្តីប្រាថ្នាជាពុំខានភ្លាមនោះឧបមញ្ញុក៏ផ្អាកការសូត្រភាវនាសិនហើយនិយាយទៅកាន់ដំរីនន្ទីថាពរដែលគេចង់បានគឺមានតែព្រះសិវៈទេដែលទ្រង់អាចប្រទានឲ្យបានសូមកុំមករំខានដល់ការបំពេញតបៈរបស់គេទៀតអីបើមិនដូច្នោះទេគេនឹងតបតដោយធម៌ពលនៃការឧទ្ទិសខ្លួនវិញហើយដំរីនន្ទីតបថាល្អណាស់អញ្ចឹងក៏បានយើងចាំមើលថាតើនរណាខ្លាំងជាងរួចហើយដំរីនន្ទីក៏បោលសម្ដៅទៅរកឧបមញ្ញុដើម្បីបង្កអន្តរាយរីឯឧបមញ្ញុក៏ចាប់ផ្ដើមបិទភ្នែកតាំងអារម្មណ៍ធ្វើសមាធិសូត្រគោរពបូជាដល់ព្រះសិវៈបន្តទៀតស្រាប់តែផ្ទៃមេឃចាប់ផ្ដើមប្រែប្រួលពពកខ្មៅដេះដាស់ភ្លេចបន្ទោព្រាកផ្គរលាន់ក្ដុងក្ដាំងហើយឥទ្ធិពលនៃការបំពេញតបៈរបស់ឧបមញ្ញុក៏បានដាស់អាវុធដ៏អន្តរាយបំផុតមួយរបស់ព្រះសិវៈឈ្មោះអមោខស្ត្រឲ្យប្រកាសឡើងដែលអាវុធនេះគ្មាននរណាម្នាក់អាចបញ្ឈប់វាបានឡើយក្រៅពីព្រះសិវៈដើម្បីជួយដំរីនន្ទីឲ្យជៀសផុតពីមហន្តរាយក៏ដូចជាធ្វើការសាកល្បងលើកចុងក្រោយចំពោះឧបមញ្ញុទើបព្រះសិវៈទ្រង់និមិត្តប្រកាយជាព្រះឥន្ទរីឯព្រះម៉ែឧមាទ្រង់បាននិមិត្តប្រកាយម្ដងទៀតជាព្រះម៉ែសច្ជីអគ្គមហេសីរបស់ព្រះឥន្ទយាងមកប្រកាសព្រះកាយនៅក្នុងស្ថានភាពនោះភ្លាមដោយព្រះសិវៈក្នុងទម្រង់ជាព្រះឥន្ទទ្រង់បានយកព្រះកាយពាំងអមោខស្ត្រជំនួសដំរីនន្ទីបានទាន់ពេលវេលាកុំអីលទ្ធផលគឺនឹកស្មានមិនដល់ទេបន្ទាប់មកទ្រង់ក៏មានបន្ទូលទៅកាន់ឧបមញ្ញុទាំងប្រភពមាំថាក្មេងតូចធម្មពលដែលឯងទទួលបានពីការធ្វើតបៈកំពុងតែបង្កភាពក្តៅក្រហាយដល់ទេវតាទាំងឡាយហើយឯងថែមទាំងហៅអាវុធដ៏គ្រោះថ្នាក់ដែលអាចបំផ្លាញចក្រវាលទាំងមូលទៀតផងដែលនេះគឺជារឿងមិនត្រឹមត្រូវទាល់តែសោះតែយើងជាព្រះឥន្ទក្រៅពីមកទីនេះដើម្បីដាស់តឿនឯងហើយក៏ផ្ដល់ឱកាសឲ្យឯងបានធ្វើការគោរពបូជាចំពោះយើងនោះយើងនឹងប្រទានពរដល់ឯងតាមសេចក្តីប្រាថ្នាឧបមញ្ញុបានលើកដៃប្រណម្យសម្ដែងនៅការគោរពហើយនិយាយថាបពិតឥន្ទ្រទេពទូលព្រះបង្គំគ្មានចេតនាបង្កបញ្ហាឬបំផ្លាញនរណាម្នាក់ឡើយតែក៏គ្មានទេវតាអង្គណាអាចបញ្ឈប់ទូលព្រះបង្គំពីការគោរពបូជាចំពោះមហាទេពដូចគ្នានឹងរឹតតែគ្មាននរណាអាចអន្តងចិត្តទូលព្រះបង្គំឲ្យងាករេចាកសមាធិឬបង្ខំឲ្យទូលព្រះបង្គំចាកចេញពីទីនេះបានដែរទូលព្រះបង្គំត្រូវតែបញ្ចប់ការធ្វើពិធីបូជាចំពោះមហាទេពឲ្យទាល់តែបានព្រោះទូលព្រះបង្គំត្រូវការសំពោពីមហាទេពគឺការផឹកទឹកដោះគោពីព្រះហស្ថរបស់ព្រះអង្គដោយផ្ទាល់ព្រះសិវៈក្នុងទម្រង់ជាព្រះឥន្ទទ្រង់មានបន្ទូលថានេះគឺជាភាពក្រអឺតក្រទមរបស់ឯងដូច្នេះឯងសមនឹងទទួលទោសចំពោះរឿងនេះចូលឯងត្រៀមខ្លួនទទួលទោសចុះក្មេងតូចឧបមញ្ញុតបថាតែទូលព្រះបង្គំគិតថាមិនចាំបាច់ត្រូវត្រៀមខ្លួនអ្វីទេព្រោះទូលព្រះបង្គំជឿជាក់ថាមហាទេពនឹងមិនបណ្ដោយឲ្យទូលព្រះបង្គំកើតអីឡើយព្រះសិវៈក្នុងទម្រង់ជាព្រះឥន្ទទ្រង់មានបន្ទូលថាក្មេងតូចការជឿជាក់របស់ឯងនឹងហើយគឺជាកំហុសនោះព្រោះមហាទេពទ្រង់នឹងមិនខាតពេលជាមួយក្មេងតូចដូចជាឯងដាច់ខាតឧបមញ្ញុតបថាមិនដូច្នោះទេឥន្ទ្រទេពទ្រង់ទៅវិញទេដែលជាអ្នកគិតខុសនោះព្រោះអ្នកម៉ែរបស់ទូលព្រះបង្គំតែងតែប្រាប់ថាមហាទេពទ្រង់មានពេលវេលាជានិច្ចសម្រាប់សាវករបស់ព្រះអង្គហើយទ្រង់តែងតែស្ដាប់ឮនៅរាល់ការសូត្រគោរពបូជាប្រកបដោយសទ្ធាមុតមាំរបស់សាវកទាំងឡាយព្រះសិវៈក្នុងទម្រង់ជាព្រះឥន្ទទ្រង់មានបន្ទូលថាឯងកំពុងចាត់ទុកមហាទេពថាជាអាទិទេពសាមញ្ញពេកហើយដឹងក្មេងតូចទើបបានជាឯងព្យាយាមទាញយកប្រយោជន៍ពីភាពសាមញ្ញរបស់ទ្រង់ហើយដែលឯងខំប្រឹងបំពេញតបៈបែបនេះក៏ព្រោះតែត្រូវការពរដ៏មហិមាមែនទេឧបមញ្ញុតបថាទេវរាជទូលព្រះបង្គំមិនបានមកទីនេះដើម្បីសំរបស់ដែលមិនគួរសមឡើយទូលព្រះបង្គំគ្រាន់តែត្រូវការធ្វើឲ្យព្រះអង្គទ្រង់សពប្រតិប៉ុណ្ណោះរីឯការសំទឹកដោះគោពីព្រះអង្គក៏ជារឿងធម្មតាដែលកូនត្រូវសំពីបិតារបស់ខ្លួនម្យ៉ាងវិញទៀតមហាទេពគឺជាបិតានៃចក្រវាលបើដូច្នោះហេតុអ្វីទូលព្រះបង្គំត្រូវស្ទាក់ស្ទើរក្នុងការសំអ្វីមួយពីព្រះអង្គទៅព្រះសិវៈក្នុងទម្រង់ជាព្រះឥន្ទទ្រង់មានបន្ទូលថាប្រសិនបើឯងមិនព្រមធ្វើតាមសម្ដីរបស់យើងបែបនេះទៅហើយអញ្ចឹងបានជំនួសឲ្យការប្រទានទឹកដោះគោយើងនឹងបដូរមកជាការដាក់ទោសឯងយ៉ាងស័ក្តិសម
បន្ទាប់មកព្រះសិវៈក្នុងទម្រង់ជាព្រះឥន្ទទ្រង់បានប្រើវជ្រាវុធបង្កើតបានជាកម្មរន្ទះឆ្វេងឆ្វាយបាញ់គំរាមក្បែរខ្លួនឧបមញ្ញុជាបន្តបន្ទាប់យ៉ាងគួរឲ្យរន្ធត់តែឧបមញ្ញុព្យាយាមប្រមូលស្មារតីលើកដៃប្រណម្យផ្ដោតអារម្មណ៍គោរពបូជាព្រះសិវៈបន្តខណៈនោះព្រះម៉ែឧមាក្នុងទម្រង់ជាព្រះម៉ែសច្ជីទ្រង់ក៏ជួយនិយាយបញ្ចុះបញ្ចូលបន្ថែមថាមិនទាន់ហួសពេលទេបតឈប់រឹងរូសទៀតទៅបើបតសូមអភ័យទោសស្វាមីរបស់យើងនិងដំរីអៃរវ័នដែលជាយានជំនិះរបស់ព្រះអង្គនៅពេលនេះប្រហែលជាទ្រង់អាចលើកលែងទោសនិងអនុញ្ញាតឲ្យបតចាក់ចេញពីទីនេះព្រមជាមួយទឹកដោះគោដ៏ល្មមគ្រប់គ្រាន់បានឧបមញ្ញុតបថាបបិទ្ធព្រះម៉ែក្នុងកែវភ្នែករបស់ទ្រង់ទូលព្រះបង្គំបានមើលឃើញពីសេចក្តីស្រឡាញ់ដូចគ្នាទៅនឹងម្ដាយរបស់ទូលព្រះបង្គំដែរទ្រង់មានការបារម្ភចំពោះទូលព្រះបង្គំណាស់ប៉ុន្តែព្រះម៉ែមិនចាំបាច់ព្រួយបារម្ភទេទូលព្រះបង្គំនឹងមិនកើតអីឡើយព្រោះមហាទេពទ្រង់នឹងយាងមកជួយការពារទូលព្រះបង្គំយ៉ាងពិតប្រាកដងាកទៅមើលព្រះសិវៈក្នុងទម្រង់ជាព្រះឥន្ទទ្រង់នៅតែមិនទាន់បញ្ចប់ការសាកល្បងនោះទេគឺទ្រង់បានប្រើវជ្រាវុធលាន់ឮក៏ក្រើកមេឃរញ្ជួយដីដដែលធ្វើឲ្យឧបមញ្ញុបន្លឺនៅពាក្យថាបពិតសុរេស្វរៈបពិតស្ដេចនៃទេវតាទាំងឡាយទូលព្រះបង្គំព្រមសមអភ័យទោសចំពោះព្រះអង្គនិងដំរីអៃរវ័នដោយគ្មានភាពស្ទាក់ស្ទើរឡើយព្រោះការធ្វើអំពើល្អមិនចាំបាច់ត្រូវរងចាំពេលវេលានោះទេសូមព្រះអង្គទ្រង់មេត្តាអភ័យទោសដល់ទូលព្រះបង្គំសម្រាប់ទោសកំហុសឯណានីមួយដែលទូលព្រះបង្គំបានសាងឡើងដោយចេតនាក្តីដោយអចេតនាក្តីផងចុះតែសូមទ្រង់កុំគិតថានេះគឺដោយសារទូលព្រះបង្គំខ្លាចរអាចំពោះអាវុធនៅក្នុងព្រះហស្ថរបស់ទ្រង់រហូតសុខចិត្តលះបង់ការបំពេញតបៈហើយចាក់ចេញពីទីនេះឲ្យសោះព្រោះទូលព្រះបង្គំគ្មានថ្ងៃផ្លាស់ប្ដូរការតាំងចិត្តឡើយបើទោះបីទ្រង់ចង់ដាក់ទោសទូលព្រះបង្គំឲ្យខ្លាចជាផេះផង់ក៏ដោយពេលឮដូច្នោះព្រះសិវៈក្នុងទម្រង់ជាព្រះឥន្ទទ្រង់ក៏ប្រើវជ្រាវុធបង្កើតជារន្ទះបាញ់សម្ដៅទៅសេវលឹងក្នុងគោលបំណងចង់ដឹងថាតើឧបមញ្ញុគេនឹងធ្វើយ៉ាងណាបន្តទៀតស្រាប់តែពេលនោះឧបមញ្ញុបានស្ទុះទៅទ្រោបអោបសេវលឹងយកខ្នងទៅពាំងរន្ទះដោយមិនគិតពីអាយុជីវិតសូម្បីបន្តិចឃើញដូច្នោះព្រះសិវៈក្នុងទម្រង់ជាព្រះឥន្ទទ្រង់ក៏ញញឹមឯរន្ទះក៏រលាយបាត់ទៅវិញរួចហើយទ្រង់មានបន្ទូលថាក្មេងតូចឧបមញ្ញុចូលអ្នកក្រោកឡើងការបំពេញតបៈរបស់អ្នកនិងការសាកល្បងចំពោះអ្នកត្រូវបានបញ្ចប់ជាស្ថាពរហើយចូលអ្នកសម្លឹងមើលឲ្យច្បាស់ព្រះជាម្ចាស់របស់អ្នកមហាទេពសិវៈកំពុងតែស្ថិតនៅចំពោះមុខអ្នកហើយឧបមញ្ញុងើបឡើងហើយសម្លឹងមើលទៅខាងមុខទាំងអារម្មណ៍ងឿងឆ្ងល់ដោយគេមិនទាន់ជឿទេថាទ្រង់គឺជាព្រះសិវៈព្រោះកន្លងមកម្ដាយរបស់គេតែងតែរៀបរាប់ឲ្យស្ដាប់ថាក្នុងព្រះហស្ថរបស់ព្រះសិវៈមានកាន់ត្រីសូរមានព្រះគោនន្ទិនៅក្បែរព្រះកាយហើយមានព្រះម៉ែឧមាដែលជាសតិរបស់ព្រះអង្គនៅគូជាមួយទ្រង់ជានិច្ចតែនៅក្បែរទ្រង់ពេលនេះគឺជាដំរីអៃរវ័ននិងព្រះម៉ែសច្ជីទេតើម្យ៉ាងវិញទៀតព្រះសិវៈទ្រង់មាននាគរាជវាសុគីព័ទ្ធជុំវិញព្រះសរងមាននិមិត្តសញ្ញាស័ក្តិសិទ្ធិនៅលើព្រះនលាតព្រះកេសារបស់ទ្រង់មានបួងលម្អដោយកម្រងផ្លែរុត្រាកនិងមានព្រះច័ន្ទមួយចំណិតស្ថិតនៅលើព្រះសិរសាទៀតផងដូច្នេះទេវៈដែលកំពុងស្ថិតនៅចំពោះមុខគេនេះគឺជាសុរេស្វរៈឬជាព្រះឥន្ទនឹងឯងមិនមែនជាព្រះសិវៈនោះទេពេលនោះព្រះសិវៈក្នុងទម្រង់ជាព្រះឥន្ទនិងព្រះម៉ែឧមាក្នុងទម្រង់ជាព្រះម៉ែសច្ជីទ្រង់ក៏ញញឹមយ៉ាងសប្ប្រតិបន្ទាប់មកទ្រង់ទាំងពីរអង្គរួមជាមួយព្រះគោនន្ទិដែលស្ថិតក្នុងទម្រង់ជាដំរីអៃរវ័នក៏ប្រែកាឡាព្រះកាយមកស្ថិតនៅក្នុងទម្រង់ដើមវិញទាំងអស់គ្នាធ្វើឲ្យឧបមញ្ញុមានការភ្ញាក់ផ្អើលនិងរំភើបចិត្តជាពន់ពេកគេបានប្រញាប់លើកដៃប្រណម្យរត់ទៅក្រាបបង្គំទូលសុំខមាទោសពីព្រះសិវៈសម្រាប់ទង្វើមុននេះដែលគេមិនអាចស្គាល់ព្រះអង្គព្រះសិវៈទ្រង់មានបន្ទូលថាចូលចម្រើនណាបតយើងសពប្រតិចំពោះការបំពេញតបៈរបស់ឯងហើយយើងក៏សពប្រតិសម្រាប់ឈ្មោះសុរេស្វរៈដែលឯងបានហៅមកកាន់អវតាររបស់យើងនេះដែរដូច្នេះចាប់ពីពេលនេះតទៅអវតាររបស់យើងនឹងត្រូវបានគេស្គាល់នៅក្នុងនាមថាសុរេស្វរៈព្រះសិវៈទ្រង់មានបន្ទូលទៀតថាមនាលឧបមញ្ញុឯងបានឆ្លងផុតការសាកល្បងគ្រប់យ៉ាងហើយឯងនឹងក្លាយជាគំរូដ៏ល្អសម្រាប់មនុស្សនៅក្នុងโลกនេះឯងបានបញ្ជាក់ឲ្យឃើញថាមាគ៌ានៃសច្ចភាពនិងសុចរិតភាពបើទោះបីមានភាពលំបាកតែមនុស្សយើងអាចយកឈ្នះលើអារម្មណ៍អវិជ្ជមានសំដៅដល់ភ
ភាពលុបលុនភាពជាប់ចម្ពាក់ការបំភាន់ភ្នែកការយល់ខុសនិងឧបសគ្គទាំងពួងដោយការប្រកាន់ខ្ជាប់សេចក្តីល្អនៅលើមាគ៌ានៃភាពត្រឹមត្រូវនោះគេនឹងទទួលបាននៅរបស់ដែលគេត្រូវការយ៉ាងពិតប្រាកដមិនថាគោលបំណងរបស់គេគឺការចង់ជួបជាមួយព្រះជាម្ចាស់ដោយផ្ទាល់ក្តីឯងបានសូត្រភាវនាចំពោះយើងដោយចាត់ទុកយើងដូចជាបិតាដើម្បីតែទឹកដោះគោហេតុដូច្នោះយើងនឹងប្រទានពរដល់ឯងគឺចាប់ពីពេលនេះទៅឯងនឹងត្រូវបានគេស្គាល់ថាជាបុត្ររបស់យើងហើយយើងនឹងប្រទាននៅសមុទ្រទឹកដោះគោដល់ឯងបន្ទាប់មកព្រះសិវៈទ្រង់បានបណ្ដាលឲ្យភ្លៀងទឹកដោះគោបង្អល់ចុះពីឯដរអាកាសមកដក់នៅលើផែនដីคล้ายជាសមុទ្រទឹកដោះគោដ៏ធំធេងរួចហើយទ្រង់មានបន្ទូលថាចាប់ពីពេលនេះតទៅឯងគឺជាម្ចាស់នៃសមុទ្រទឹកដោះគោនេះហើយនឹងមានមេគោដ៏ច្រើនរាប់មិនអស់คล้ายជារបស់ឯងផងដែររីឯព្រះម៉ែឧមាទ្រង់មានបន្ទូលថាបុត្រអើយបុត្របានបញ្ជាក់ឲ្យឃើញហើយថាមនុស្សអាចសម្រេចគោលដៅអ្វីមួយបានដោយការឧទ្ទិសខ្លួនជាក់ស្ដែងពួកគេនឹងទទួលបានលទ្ធផលពីអំពើរបស់ខ្លួននៅក្នុងជាតិនេះតែម្ដងយើងពិតជាសប្បុរសណាស់ដែលបានក្លាយជាមេដារបស់ក្មេងល្អដូចជាបុត្រយើងសូមប្រទានពរដល់បុត្រថាបុត្រនឹងរមែងត្រូវបានរាប់បញ្ចូលក្នុងចំណោមឥសីដ៏អស្ចារ្យជានិច្ចបន្ថែមពីនេះយើងសូមប្រទានឈ្មោះថ្មីមួយទៀតដល់បុត្រគឺអក្សយកុមារចំណែកឯព្រះគោនន្ទីក៏បានឲ្យពរដែរថាសាវកឧបមញ្ញុឯងបានប្រកាន់ខ្ជាប់នៅក្នុងការឧទ្ទិសខ្លួនយ៉ាងមុតមាំប្រសិនបើមាននរណាម្នាក់សូត្រភាវនាចំពោះអង្គមហាទេពរបស់យើងដោយភាពមុតមាំដូចឯងនោះយើងក៏នឹងផ្ដល់នៅកម្លាំងនិងភាពរឹងមាំដើម្បីឲ្យគេអាចពុះពៀជំនះឧបសគ្គទាំងឡាយបានផងដែរឥឡូវនេះគឺដល់ពេលដែលព្រះសិវៈទ្រង់បំពេញបំណងប្រាថ្នារបស់ឧបមញ្ញុហើយគឺការបញ្ចុកទឹកដោះគោដល់ឧបមញ្ញុដោយផ្ទាល់ព្រះហស្ថដោយគ្រានោះព្រះម៉ែឧមាទ្រង់បានប្រើភាជន៍មាសដងទឹកដោះគោថ្វាយដល់ព្រះសិវៈបន្ទាប់មកព្រះសិវៈទ្រង់ក៏បានដាក់ឲ្យឧបមញ្ញុឈរផ្អែកក្នុងរង្វង់ព្រះហស្ថខាងឆ្វេងរបស់ព្រះអង្គនិងប្រើព្រះហស្ថស្ដាំលើកភាជន៍ទឹកដោះគោបញ្ចុកឧបមញ្ញុឲ្យឆ្អែតស្កប់ស្កល់ក្នុងបរិយាកាសដ៏រីករាយរួចហើយឧបមញ្ញុក៏វិលត្រឡប់ទៅរកម្ដាយដែលកំពុងតែស្វែងរកនិងទន្ទឹងរង់ចាំគេគ្រប់ពេលវេលាវិញតែលើកនេះគ្រួសាររបស់គេលែងក្រលំបាកទៀតហើយដោយនៅក្នុងផ្ទះរបស់គេគឺពោពេញទៅដោយរបស់ប្រើប្រាស់ចាំបាច់ពុំមានខ្វះចន្លោះឡើយតាមរយៈរឿងរ៉ាវនៃព្រះសុរេស្វរៈអង្គនេះគឺបានបង្រៀនមនុស្សលោកឲ្យដឹងអំពីដំណើរឆ្ពោះទៅរកសេចក្តីសុខសេចក្តីសម្រេចនិងភាពប្រសើរឡើងនៅក្នុងសង្គមមនុស្សដោយមនុស្សទាំងអស់ត្រូវចងចាំថាទម្រាំនឹងសម្រេចគោលដៅបាននោះគឺត្រូវជួបជាមួយឧបសគ្គដ៏ច្រើនអនេកហើយមានតែអ្នកដែលមិនព្រមបោះបង់សេចក្តីព្យាយាមប៉ុណ្ណោះទើបអាចដើរដល់គោលដៅដែលខ្លួនឯងប៉ងប្រាថ្នាបាទសម្រាប់ប្រវត្តិរឿងរ៉ាវទាក់ទងនឹងព្រះសុរេស្វរៈដែលជាអវតារអង្គទី9របស់ព្រះសិវៈក៏សូមបញ្ចប់ដោយសង្ខេបត្រឹមតែប៉ុណ្ណេះចាំជួបគ្នានៅក្នុងវីដេអូបន្ទាប់ទាក់ទងនឹងប្រវត្តិឥសីទុរវស្សាសូមអរគុណសូមជម្រាបលា